សម្រាប់បងប្អូនដែលមានបំណងចង់ទៅរស់នៅសហភាពអឺរ៉ុបទាំងគ្រួសារខ្ញុំមានកម្មវិធីប្រទេសប៉ូទុយហ្គាល់បាទប្រទេសប៉ូទុយហ្គាល់ដូចបងប្អូនដឹងហើយគឺជាសហភាពអឺរ៉ុបជាប្រទេសជឿនលឿនជាសមាជិករបស់សិនចិនបាទយើងមាន resident visa យើងអាចធ្វើដំណើរជុំវិញសិនចិន29ប្រទេសដូចយើងឆ្លងខេត្តអញ្ចឹងមានបារាំងស្វីសអាល្លឺម៉ង់អ៊ីតាលីឬក៏គ្រីសអីជាដើមហ្នឹងទៅបាទខ្ញុំមានកម្មវិធី3កម្មវិធីទី1គឺកម្មវិធី Portugal Golden Visa Fund Investment បាទលក្ខខណ្ឌហ្នឹងគឺបងប្អូនទិញបានបំណុលរបស់រដ្ឋាភិបាល 50,000 អឺរ៉ូបងប្អូនអាចបានរស់នៅ3ចំនួនបាទហើយចំពោះការរស់នៅគឺបងប្អូនចំណាយពេលតិចត្រឹមតែ7ថ្ងៃក្នុងមួយឆ្នាំឬក៏14ថ្ងៃក្នុងរយៈពេល2ឆ្នាំបាទហើយយើងនឹងទទួលបានការប្រាក់មកវិញ2%ប្រចាំឆ្នាំសម្រាប់បានបំណុលដែលយើងដាក់លុយទៅវិនិយោគជាមួយរដ្ឋាភិបាលរបស់ប្រទេស Portugal នេះហើយយើងមានកម្មវិធីទី2គឺកម្មវិធី Portugal Golden Visa Arts Cultural Donation បាទជាកម្មវិធីដែលយើង donate ទៅរដ្ឋាភិបាលរបស់ប៉ូទុយហ្គាល់តាមរយៈកម្មវិធីសិល្បៈវប្បធម៌ឬក៏បេតិកភណ្ឌឬក៏ជាសាលារៀនធម្មជាតិអីផ្សេងៗដែលយើងអាចបរិច្ចាគ 25,000 អឺរ៉ូឡើងលើយើងបានសិទ្ធិរស់នៅដូចគ្នាហើយលក្ខខណ្ឌតម្រូវឲ្យនៅតែ7ថ្ងៃក្នុងឆ្នាំដូចគ្នាឬក៏14ថ្ងៃក្នុងរយៈពេល2ឆ្នាំដូចគ្នាបាទហើយកម្មវិធីមួយទៀតគឺកម្មវិធី Portugal D7 Visa បាទជាកម្មវិធីមួយដែលយើងតម្រូវការទាបបងប្អូនគ្រាន់តែមានចំណូល passive income 1,300 អឺរ៉ូឡើងលើក្នុងមួយខែបងប្អូនអាចដាក់ពាក្យទៅបានហើយបាទទាំងកម្មវិធី3នេះគឺសិតតែជាកម្មវិធីល្អសម្រាប់ទៅរស់នៅទាំងគ្រួសារនៅប្រទេសប៉ូទុយហ្គាល់ដោយសារតែយើងអាចទៅបាន3ចំនួនមានប្តីប្រពន្ធកូនឪពុកម្ដាយក្មេកបាទប្តីប្រពន្ធគាត់អាចធ្វើការបានឬក៏បើកអាជីវកម្មដោយសេរីហើយកូនគាត់អាចរៀននៅសាលារដ្ឋរបស់ប្រទេសប៉ូទុយហ្គាល់ពីទី1ដល់ទី12បាទហើយយើងរស់នៅបាន5ឆ្នាំយើងអាចស្នើសុំសញ្ជាតិបាទថាប្រយោជន៍ច្រើនមែនទែននៅពេលដែលយើងបានសញ្ជាតិប៉ូទុយហ្គាល់ប៉ាសពតរបស់ប៉ូទុយហ្គាល់យើងអាចដើរជុំវិញពិភពលោក190ប្រទេសមានអាមេរិកកាណាដាអូស្ត្រាលីញូហ្សេឡង់អីអត់សុំវីសាទេបាទនេះជាឱកាសមួយដែលអាចឲ្យយើងផ្លាស់ប្ដូរការរស់នៅរបស់យើងបែបទំនើបបាទសូមអរគុណបើសិនបើបងប្អូនមានចម្ងល់មានជាសំណួរឬក៏បងប្អូនគិតថាបងប្អូនមានលក្ខខណ្ឌណាមួយដែលអាចជួបជាមួយនឹងកម្មវិធីរបស់យើងណាមួយបងប្អូនអាចប្រឹក្សាលម្អិតជាមួយខ្ញុំបានសូមអរគុណ